ណាទៅបានដោយសារអមឬស័យតថាគតចាស់ក្រមគ្រាហើយមនាលអានន្ទមានមមអីដោយរតែចាំងអមឬស័យវស្សាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយវត្តបាហាថ្ងៃត្រង់ហើយមានមិនកន្តើយគាត់សាស្តាឆ្នាំអាសាញ់ខែមេថ្ងៃអាទិត្យពេញបារមីពិតថ្ងៃនោះណាព្រះអង្គទ្រង់ដាក់អាយុសង្ខារចំពោះមុខងារគ្រានោះឯងនៅនាបាវាឡាចេតីក្បែរវេសាល័យក្រៅកំផែងក៏ក្រាស់ធរណីគ្រប់កន្លែងក៏លន់កាត់ខ្វែងព្រោះអាកាំងក្រោយមកភិក្ខុជួបជុំគ្នាអង្គព្រះភគវាទ្រង់បានត្រាំងសំដែងទៀតថាអង្គចាណារំលឹកយ៉ាងច្បាស់ត្រាំងអវាទទ្រង់បានត្រាស់ថាសង្ខារទាំងឡាយតែងតែអន្តរាយពីយ៉ាងខូចខាតព្រោះអ្នកទាំងឡាយកុំបីប្រមាទប្រឹងប្រែងសង្វាតឲ្យសម្រេចការងាយដែលស្មូនឆ្នាំងដំដិតដោយដៃតូចក្តីធំក្តីឆៅចិនយ៉ាងណាចុងក្រោយរកមែងតែមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិតសត្វសត្វនេះក៏បែងចាស់គ្លៀនក្រពីលឬបណ្ឌិតចុងក្រោយរកមែងតែស្លាប់ពិតបាត់បង់ជីវិតក៏យ៉ាងដូចដែរជីវិតថាគាត់មានប្រមាណតិចក៏រកទៀតពេចអត់កិច្ចកែប្រែថ្ងៃនេះទៅដល់8ខែតថាគាត់ត្រូវតែបរិនិព្វាន3ខែកន្លងយ៉ាងរហ័ងសែនសោកស្ដាយព្រះទ្រង់មានវេលាទៀបភ្លឺទ្រង់ចូលជាហើយចូលនិព្វានកណ្ដាលព្រៃក្នុងខែពិសាខថ្ងៃអង្គារឆ្នាំសាញ់វេលាចុងរាត្រីថ្ងៃ15កើតពេញបរមីបរិស័ទប្រស្រីជុំត្រៀបត្រាទីត្រង់ដឹកពៀនដូអង្គនៅក្បែរផ្លូវទៅត្រង់កោសេអូមានស្បង់ជ័យវថ្លៃផ្លាស់ដូរទឹកនេត្រាហោដឹកព្រះអង្គនឹកហាក់ដូចជានៅថ្មីនឹកព្រះស្រីប្រស្រោចស្រង់នឹកដល់ព្រះធម៌ដ៏ពុរផង់នឹកទាំងព្រះសង្ឃអង្គសាវកចាប់ដើមអំពីថ្ងៃនេះទៅសូមដើរតាមផ្លូវព្រះរិយសូមលុបព្រះធម៌ដ៏ត្រជាក់អត់ទីអន្តរនៃពួកមានសូមឲ្យលោកអ្នកបានសោកស្ដាប់ប្រវត្តិសាស្ត្រព្រះភគវីបានសុខចម្រើនគ្រប់គ្នាកុំបីឃ្លាគ្រាណាឡើយនមោតនេទុសេនរាសាលវណ្ណសៀនទីព្រះព្រំយានទានពុទ្ធហើយអនុមោទនាក្នុងព្រានសី